ចាជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមកធ្វើស្លកកូរខ្មែរញ៉ាំហើយនេះជាល្ហុងដែលខ្ញុំទិញនៅផ្សារអាស៊ីនៅប្រាំងមួយនេះថ្លៃមែនទែន$9បន្លែផ្លែឈើអាស៊ីយើងនៅស្រុកប្រាំងនេះថ្លៃជាគ្រឿងក្រីខ្ញុំកិនចាហើយនេះជាគ្រឿងបន្លែដែលខ្ញុំសម្រាប់ស្លកកូរដូចជាល្ហុងហើយនិងល្ពៅនិងសណ្តែកគួរនៅក្នុងប្រាំងនិយាយទៅបន្លែខ្ញុំមានប៉ុណ្ណាជាដាក់ប៉ុណ្្នឹងខ្វះបន្លែដែរបងប្អូនឥឡូវនេះខ្ញុំធ្វើការចាប់ផ្ដើមដាក់ចាក់ប្រេងចូលនិងលីងខ្ទឹមសនិងដាក់គ្រឿងនិងចង្ក្រីដែលខ្ញុំមើលកិនហ្នឹងហើយនេះខ្ញុំធ្វើការដាក់សាច់ចូលហើយចាសម្រាប់សាច់នេះដែរខ្ញុំធ្វើស្លកកូរសាច់មាន់ឥឡូវនេះខ្ញុំបានដាក់គ្រឿងប៊ីចេងស្ករអំបិលអញ្ចឹងទៅបងប្អូនហើយខ្ញុំអត់បានដាក់ប្រហុកដាក់ខ្ញុំប្រើតែទឹកត្រីនិងអំបិលធម្មតាហ្នឹងទេបងប្អូនចាខ្ញុំធ្វើការកូរវាឈ្ងុយចូលគ្រឿងហើយបន្ទាប់មកខ្ញុំក៏ថែមគ្រឿងក្នុងមាន់ដូចជាកោះមាន់បន្តិចចឹងណាបងប្អូនតាមចំណង់ចំណូលចិត្តបងប្អូនចង់ដាក់សាច់អីក៏បានហើយឥឡូវនេះខ្ញុំចាប់ផ្ដើមដាក់បន្លែចូលចាបន្ទាប់មកខ្ញុំធ្វើការកិនជាមួយនឹងអង្ករលីងដែលខ្ញុំលីងហើយកិនក្នុងម៉ាស៊ីនឲ្យវាម៉ត់ចឹងណាបងប្អូនកិនជាមួយដងពីរដងចឹងឲ្យវាម៉ត់ល្អចាឥឡូវនេះឃើញថាម៉ត់ហើយខ្ញុំក៏ចាប់ផ្ដើមចាក់ចូលនៅក្នុងស្លកកូររបស់ខ្ញុំនេះចាឥឡូវនេះខ្ញុំធ្វើការច្បល់វាចូលគ្រឿងលាយចូលគ្រឿងគ្នាបន្តិចចឹងទៅចាឥឡូវនេះខ្ញុំបានចាក់ទឹកយើងធម្មតាហ្នឹងបងប្អូនដាក់មក1លិចបន្លែសាច់ចឹងទៅឥឡូវនេះឆ្អិនហើយអស់ហើយខ្ញុំក៏បានរៀបចានដួសដាក់ចានអីដល់ពេលដល់ម៉ោងញ៉ាំបាយហើយចាឥឡូវនេះខ្ញុំដល់ម៉ោងញ៉ាំបាយហើយគឺញ៉ាំតែម្នាក់ឯងទេឥឡូវនេះកំពុងតែញ៉ាំភ្លក់ស្លមើលឆ្ងាញ់អត់ស្នាដៃខ្លួនឯងគឺថាឆ្ងាញ់មែនទែនបងប្អូនចាពុកម៉ែបងប្អូនអស់គ្នាវីដេអូខ្ញុំក៏បានបញ្ចប់ត្រឹមនេះដែរអរគុណពុកម៉ែបងប្អូនអស់គ្នាដែលចូលចិត្តតាមដានទស្សនាវីដេអូរបស់ខ្ញុំកុំភ្លេចជួយចុច like follow subscribe ទាំងអស់គ្នាអរគុណជម្រាបលាបាយបាយ